ទូរទស្សនិកជនជាទីគោរពសូមអញ្ជើញទស្សនាព័ត៌មានសហគមន៍ជាតិដែលមានជាបន្តបន្ទាប់រាជរដ្ឋាភិបាលកម្ពុជានិងដៃគូតែងបានយកចិត្តទុកដាក់យ៉ាងស្និទ្ធពីបញ្ហា Gender ថ្មីនេះនៅខេត្តរតនគិរីមានសិក្ខាសាលាមួយតាក់ទងទៅនឹងបញ្ហានេះព័ត៌មាននេះជម្រាបជូនដោយលោកញឹមច័ន្ទនីអង្គការ Plan សហការជាមួយក្រសួងកិច្ចការនារីបានរៀបចំសិក្ខាសាលាមួយដើម្បីផ្សព្វផ្សាយលើលទ្ធផលនៃការសិក្សាស្រាវជ្រាវស្ដីពីបញ្ហា Gender ក្នុងចំណោមស្ត្រីក្មេងស្រីនិងយុវវ័យនៅកម្ពុជាលោកផែនប៊ុនធឿនប្រធានប្រតិបត្តិគម្រោងអង្គការ Plan ប្រចាំខេត្តរតនគិរីឲ្យដឹងថាសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវស្ដីពីបញ្ហា Gender ក្នុងចំណោមស្ត្រីក្មេងស្រីនិងយុវវ័យនៅកម្ពុជានិងយុទ្ធនាការដោយសារខ្ញុំជាក្មេងស្រីនេះមានរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី30 31ខែសីហាឆ្នាំ2012លោកបញ្ជាក់ថាបញ្ហា Gender គឺជាចំណុចសំខាន់មួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងដាក់បញ្ចូលទៅក្នុងគោលដៅទី3នៃផែនការអភិវឌ្ឍសហស្វត្តកម្ពុជាលោកបន្តថាយុទ្ធនាការពីព្រោះខ្ញុំគឺជាក្មេងស្រីដល់អង្គការ Plan អន្តរជាតិមានការបដិញ្ញាចិត្តក្នុងការកសាងធនធានមនុស្សក្នុងគោលបំណងជួយសម្រួលនិងផ្ដល់ភាពអង់អាចដល់ក្មេងស្រីគ្រប់អាយុទាំងអស់ដើម្បីទទួលបានធនធានជំនាញនិងចំណេះដឹងប្រកបដោយជោគជ័យក្នុងជីវិតលោកជំទាវខឹមចម្រើនរដ្ឋលេខាធិការក្រសួងកិច្ចការនារីមានប្រសាសន៍ថាប្រធានបទការធ្វើឲ្យប្រសើរឡើងនូវជំនាញសម្រាប់ជីវិតរបស់កុមារគឺក្នុងគោលបំណងលើកកម្ពស់សិទ្ធិអំណាចកុមារីនិងសមភាព Gender និងគន្លឹះនៃការផ្សព្វផ្សាយយុទ្ធនាការដោយសារខ្ញុំជាក្មេងស្រីគឺជាស្ត្រីនិងក្មេងស្រីរៀនចេះច្រើនចម្រើនគ្រួសារនិងសង្គមជាតិការលើកកម្ពស់ Gender និងផ្ដល់សិទ្ធិអំណាចដល់កុមារីនិងស្ត្រីឲ្យស្មើគ្នានឹងបុរសដែលកត្តាទាំងនេះគឺដើម្បីកុំឲ្យរើសអើងគ្នាទៅវិញទៅមកឯកឧត្តមប៉ៅហំផាន់អភិបាលខេត្តរតនគិរីមានក្តីសង្ឃឹមថាសិក្ខាកាមទាំងអស់នឹងបានយល់ដឹងកាន់តែច្បាស់ទាក់ទងជាមួយនឹងបញ្ហា Gender ក្នុងចំណោមស្ត្រីក្មេងស្រីនិងយុវវ័យនៅកម្ពុជានិងយកចំណេះដឹងទាំងអស់នេះទៅផ្សព្វផ្សាយបន្តទៀតដើម្បីឲ្យប្រជាពលរដ្ឋទូទៅយល់ដឹងបន្ថែមជាពិសេសការបដិញ្ញាចិត្តក្នុងការកសាងធនធានមនុស្សជាកុមារីតាមរយៈការផ្ដល់ចំណេះដឹងជំនាញនិងផ្ដល់ភាពអង់អាចដល់ក្មេងស្រីគ្រប់អាយុទាំងអស់ដើម្បីទទួលបានធនធានជំនាញនិងចំណេះដឹងប្រកបដោយភាពជោគជ័យទូរទស្សនិកជនជាទីគោរពព័ត៌មានសហគមន៍ជាតិរបស់ទូរទស្សន៍ជាតិកម្ពុជានៅពេលនេះចាប់តែប៉ុណ្ណេះសូមអរគុណចំពោះការទស្សនារបស់លោកអ្នកសូមជម្រាបលា